ចំណេះនេះកើតដោយអង្គ4អស់លោកក៏អាចចេះហើយអង្គ4របស់ការចេះដឹងនេះលោកចេះហើយនៅតាមវិធីសត្វនីតិដែលថាសោកចេកពុកលិចវិនិច្ឆ័យមកតោនគឺវាមានអង្គ4ហ្នឹងគឺសោកចេកពុកលិចពីកាត់អសរសោកគឺសោកតាក់ប្រែថាចេះមកពីស្ដាប់ណាចេកប្រែថាមកពីចិនតាក់ប្រែថាមកពីគិតអាចារ្យគិតទៅវាយល់ចេកពុកគឺសួរឆ្ងល់សួរឆ្លេចឆ្លីសួរតន់ទៅយល់បើដូចជាអ្នកលោកអស់លោកសួរសម្បត្តិស្នាមមកធ្វើសម្ភារអញ្ចឹងអាហ្នឹងហៅថាពុកអីអាហ្នឹងពុកនេះគឺមកពីពុតឆាប់ពុតឆណាលិគឺលិខិតមកពីកត់ត្រាសរសេរទុកបើដឹងហើយកត់តែយូរទៅវាភ្លេចអ្នករៀនណាប្រកបដោយអង្គ4នេះអ្នកនោះឯងពេញលក្ខណៈជាអ្នករៀនគឺថាសុចេតពុលិវិនិមុតតកថាងសបន្តពវេបើឃ្លាតចាក់អង្គ4គឺសុចេតពុលិនេះឯងធ្វើជាអ្នកចេះមិនបានទេខ្វះបើទៅចេះក៏ចេះតែបដប់គេហៅថាចេះស្ទើរភ្លើងមែនទេវាមិនគ្រប់សុចេតពុលិឲ្យសម្បណ្ណោបណ្ណសោតិពវិជ្ជតិ